អ្វីទៅជាការខាត់ស្ងួតនៅក្នុងវិស័យជួសជុលថ្នាំរថយន្តជំរាបសួរខ្ញុំឈ្មោះណារ៉ូជាជាងបច្ចេកទេសប្រចាំ A-Class Auto ថ្ងៃនេះយើងមានវីដេអូថ្មីមួយដើម្បីចែករំលែកអ្នកទាំងអស់គ្នាឲ្យយល់ដឹងពីការខាត់ស្ងួតនៅក្នុងវិស័យជួសជុលថ្នាំរថយន្តតែអ្នកទាំងអស់គ្នាដែលឆ្ងល់អត់ថាស្រទាប់ថ្នាំរថយន្តមានប្រមាណស្រទាប់ជាទូទៅស្រទាប់ថ្នាំរថយន្តគឺមាន4ស្រទាប់ដែលស្រទាប់ទី1គឺជា E-coating ជាស្រទាប់ការពារច្រេះដោយប្រើចរន្តអគ្គិសនីនៅពេលដែលស្រទាប់ការពារច្រេះនេះបានស្ងួតល្អហើយទើបគេបាញ់ទ្រនាប់ការពារឬហៅថា primer ដើម្បីចូលទៅបំពេញសាច់ដែកឲ្យស្មើល្អនិងមានតួនាទីប្រស៊ីជាមួយនឹងសាច់ថ្នាំបន្ទាប់នៅស្រទាប់ទី3គឺជាស្រទាប់ថ្នាំពណ៌រថយន្តដែលការបាញ់នេះអាចមានច្រើនជាន់ដើម្បីទទួលបាននូវពណ៌កំណត់នៅពេលដែលសាច់ថ្នាំរថយន្តបានស្ងួតល្អហើយទើបគេធ្វើការបាញ់ស្រទាប់ការពារចុងក្រោយឬហៅថាស្រទាប់ទី4ដើម្បីការពាររថយន្តពីពន្លឺព្រះអាទិត្យបរិស្ថានខាងក្រៅឬបរិយាកាសដែលមានជាតិសំណើមឬជាតិទឹកដើម្បីការពារថ្នាំរថយន្តពីការស្លកពណ៌ឬពីសារធាតុច្រេះនោះបើសិនបើដំណាក់កាលណាមួយមាននៅសល់ជាតិទឹកវានឹងធ្វើឲ្យសាច់ថ្នាំខូចគុណភាពនិងអាចប្រឈមនឹងបញ្ហាទៅថ្ងៃមុខការជួសជុលថ្នាំរថយន្តនៅលើទីផ្សារគឺប្រើការខាត់ទឹកដើម្បីលាងសម្អាតកន្ទួលនិងខាត់យកសាច់ថ្នាំចាស់ចេញដែលរាល់ការអនុវត្តគឺប្រើជាមួយនឹងទឹកដែលទឹកដើរតួនាទីជាសារធាតុរំអិលការខាត់នេះមានដំណាក់កាលច្រើនតែបើដំណាក់កាលនីមួយៗធ្វើមិនបានត្រឹមត្រូវទេវានឹងមានផលប៉ះពាល់ជាច្រើនទៅលើសាច់ថ្នាំដូចជាទី1សាច់ដែកបៀមជាតិទឹកធ្វើឲ្យដែកឡើងច្រេះវាធ្វើឲ្យថ្នាំដែលយើងបាញ់នេះជាប់មិនបានល្អធ្វើឲ្យវាមានស្នាមពងនិងកន្ទួលទី2សំណើមធ្វើឲ្យសាច់ថ្នាំមិនជាប់ជាមួយនឹងសាច់ជ័រនៅពេលដែលប៉ះទង្គិចបន្តិចបន្តួចធ្វើឲ្យសាច់ថ្នាំផុយប្រេះទី3ជាតិទឹកនៅសល់ជាប់នៅលើទ្រនាប់អូតូធ្វើឲ្យសាច់ថ្នាំស្រអាប់និងធ្វើឲ្យសាច់ថ្នាំរបស់រថយន្តបាត់បង់ភាពរលោងរបស់វាទី4ជាតិសំណើមធ្វើឲ្យកាវបៀកស្ងួតមិនបានល្អនៅពេលថ្នាំបាញ់ពីលើកាវបៀកធ្វើឲ្យថ្នាំនេះឆាប់ផុយប្រេះនិងស្រុតចុះក្រោមទី5ការកាត់ទាមទារឲ្យមានការសម្ងួតនិងប្រើប្រាស់រយៈពេលយូរទី6ការធានាមានរយៈពេលខ្លីព្រោះសាច់ថ្នាំជាប់មិនបានយូរនិងសាច់ដែកងាយនឹងឆ្លងមេរោគទី7ជាងប្រឈមនឹងបញ្ហាស្បែកព្រោះការខាត់ទាមទារឲ្យមានទឹកជានិច្ចបញ្ហាធំជាងគេរបស់ថ្នាំរថយន្តគឺសំណើមនិងច្រេះដែលសារធាតុច្រេះធ្វើឲ្យសាច់ថ្នាំបាត់បង់ភាពស្អិតនិងរបកចេញពីផ្ទៃតើសារធាតុច្រេះកើតមកពីអ្វីនៅពេលមានជាតិសំណើមជាប់នឹងសាច់ដែកមិនបានសម្ងួតឲ្យបានត្រឹមត្រូវជាតិសំណើមជាប់នៅក្រោមស្រទាប់ថ្នាំសាច់ដែកក៏ចាប់ផ្ដើមរកអូស៊ីតកម្មហើយបង្កើតបានជាជាតិច្រេះតែបើយើងក្រឡេកមកមើលការខាត់ស្ងួតវិញម្ដងយើងឃើញថាគ្រប់ដំណាក់កាលនៃការអនុវត្តគឺមិនមានវត្តមានទឹកឡើយតោះអញ្ចឹងយើងមកមើលការខាត់ស្ងួតទាំងអស់គ្នានៅខាងមុខខ្ញុំនេះគឺយើងមានគំរូដំបូលម៉ាស៊ីនដែលយើងបានធ្វើការបាញ់ថ្នាំដោយប្រើការខាត់ស្ងួតជាទូទៅក្នុងការបាញ់ថ្នាំដោយការប្រើការខាត់ស្ងួតដំណាក់កាលដំបូងគឺយើងខាត់ដល់សាច់ដែកដែលនៅក្នុងការខាត់នេះគឺយើងខាត់យកសាច់ថ្នាំចាស់ចេញដោយប្រើម៉ូទ័រជាមួយនឹងกระดาษខាត់ស្ងួតដែលជាងគាត់ខាត់ឲ្យដល់សាច់ដែកបន្ទាប់ពីខាត់ដល់សាច់ដែកហើយគឺយើងត្រូវការបំពេញសាច់ដែកដោយប្រើទៅនឹងកាវបៀកក្នុងករណីដែលយើងត្រូវជួសជុលសាច់ដែកនៅពេលដែលសាច់ដែកវាស្ងួតល្អគឺកាវបៀកស៊ីជាមួយនឹងសាច់ដែកវាធ្វើឲ្យកាវបៀកនេះមិនរបកពីសាច់ដែកទោះបីជាយើងដំឬប៉ះទង្គិចយ៉ាងម៉េចក៏ដោយក៏កាវបៀកនេះជាប់ជាមួយនឹងសាច់ដែកបានល្អបន្ទាប់ពីខាត់នៅលើកាវបៀកនេះឲ្យស្មើជាមួយនឹងផ្ទៃហើយយើងធ្វើការបាញ់ទ្រនាប់អូតូអញ្ចឹងនៅពេលដែលយើងបាញ់ទ្រនាប់អូតូគឺយើងបាញ់ដើម្បីបំពេញឲ្យផ្ទៃនេះស្មើល្អដើម្បីត្រៀមបាញ់ថ្នាំបន្ទាប់ពីយើងបាញ់ទ្រនាប់អូតូហើយគឺយើងធ្វើការបាញ់ថ្នាំពីលើទ្រនាប់អូតូទៅតាមពណ៌របស់រថយន្តនៅពេលដែលថ្នាំស្ងួតល្អហើយទើបយើងបាញ់ទ្រនាប់វ៉ាក់នីដើម្បីការពារថ្នាំពីពន្លឺព្រះអាទិត្យនៅពេលដែលយើងប្រើការខាត់ស្ងួតយើងឃើញថាសាច់ថ្នាំគឺមានពណ៌ភ្លឺរលោងមិនស្រអាប់អ្នកទាំងអស់គ្នាអាចមកទទួលយកនៅបទពិសោធន៍ថ្មីនៃការបាញ់ថ្នាំរថយន្តដោយការខាត់ស្ងួតឬ dry sand នៅ A-Class Auto ដោយអ្នកទាំងអស់គ្នាចំណាយតែម្ដងតែចំណេញពេលវេលានិងធានាគុណភាពរយៈពេល2ឆ្នាំចំពោះព័ត៌មានលម្អិតអ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកលេខទូរស័ព្ទខាងក្រោម
ឬមកកាន់សាខាទាំង3របស់ក្រុមហ៊ុន A-Class Auto អរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះសូមកុំភ្លេច like share បើមានសំណួរអាច comment នៅខាងក្រោមពីខ្ញុំណារ៉ូសូមអរគុណជួបគ្នានៅវីដេអូក្រោយចង់ស្វែងរកទីតាំងរបស់ A-Class Auto ទាំង3សាខាលែងពិបាកទៀតហើយដោយលោកអ្នកគ្រាន់តែធ្វើការ scan QR code នេះជាការស្រេចប្រិមិត្តអាចអញ្ជើញមកទទួលសេវាកម្មថែទាំនិងជួសជុលរថយន្តប្រកបដោយទំនុកចិត្តជាមួយនឹង A-Class Auto ឥឡូវនេះ